បងប្អូនភឺឃើញពុះគ្រិចគ្រិញថាស្លអីទៀតហើយបងប្អូនថ្ងៃហ្នឹងខ្ញុំខទៅឆ្លូញព្រោះអីស្អែកឡើងខ្ញុំចូលធ្វើការបងប្អូនខ្ញុំខទៅឆ្លូញទុកហើយចឹងណាព្រោះអីខទៅឆ្លូញហ្នឹងហូបខភ្លាមហូបភ្លាមក៏ហូបអត់ទៅឆ្ងាញ់ដែរតើស្លទុកមកយប់ចឹងបានងុំហើយបងប្អូនណាគិតដល់ថ្ងៃចូលធ្វើការវិញខ្ញុំខ្ជិលមហាសានខ្ជិលដោយសារឲ្យឈប់យូរថ្ងៃពេកចឹងដល់ឈប់ដូចថាឈប់អ៊ំទូចឹងយើងអត់បានដើរតាណាចឹងណាដូចថាឈប់ជុំឈប់អីជប់បានទៅវត្តទៅអីឈប់អ៊ំទូទៅដើរលេងក៏អត់ទៅតាណាក៏អត់ទៅនៅតែផ្ទះសុទ្ធហ្មងហើយបងប្អូនខទៅឆ្លូញខ្ញុំនិយាយខទៅឆ្លូញបន្តទៀតខ្ញុំខទៅឆ្លូញចូលចិត្តដាក់ម្រេចឲ្យហឹលបងប្អូននឹងស្រាប់ហើយតខទៅឆ្លូញទាំងស្ទើម្រេចក៏អត់កើតដែរទៅដាក់ម្រេចឲ្យខ្លាំងហើយនឹងខ្ទឹមសឲ្យខ្លាំងហើយខ្ញុំថ្ងៃហ្នឹងមិនមែនខទៅឆ្លូញទេខ្ញុំមានតែឌៀបសល់2កង់ខ្ញុំសល់ចង់មកទឹកជាងខ្ញុំរើសដាក់ជាមួយគ្នាអស់បងប្អូនស្ដាយដឹងធ្វើអីបើឆ្លមកជួយតិចពេកដល់ចឹងដាក់ខជាមួយគ្នាហើយបងប្អូនខត្រីឆ្លូញខ្ញុំដាក់ពេញប៉ោះឲ្យច្រើនចឹងមកហើយបងប្អូនឲ្យស្លដាច់ភ្លើងចាដាច់ភ្លើងដល់ចឹងខ្ញុំខហ្នឹងខទុកហូបស្អែកទេហើយបងប្អូនដល់ថ្ងៃចូលធ្វើការងើបឡើងព្រឹកឡើងមិចភ្លើងទាំងព្រឹកទៀតមហាសែនខ្ជិលខ្ញុំខ្ជិលចេញចូលទៅចេញដូចអត់ចង់បើកភ្នែករួចហ្មងបងប្អូនណាខ្លាចចឹងហើយបងថ្ងៃដំបងទៅធ្វើការដំបងភ្លេចមុខភ្លេចក្រោយលើយក10ទឹកយកដាក់លើម៉ូតូហើយចឹងរៀបចំទុកបាយហូបបងប្អូនខ្ញុំមុនទៅធ្វើការខ្ញុំហូបបាយកកសិនជឿណាហូបបាយកកចឹងជឿណាអត់ហូបចឹងណាតែថាខ្ញុំទៅហូបអីមុខរោងចក្រចឹងតែមុខរោងចក្រហូបរាល់ថ្ងៃហូបដដែលចឹងដូចថាហូបមាននំបញ្ចុកចាមាននំចឹងនំប៉័ងបាយឆាបងប្អូនហូបបាយខទៅឆ្លុយខ្ញុំខទៅឆ្លុយខ្ញុំតាំងពីល្ងាចទុកឲ្យងុំចឹងណាឈ្ងុយបងប្អូនខទុកក៏ខភ្លាមហូបភ្លាមក៏ទៅឆ្ងាញ់ដែរដាក់មួយស្បែកខ្ចីចឹងណានេះបងប្អូនមុនទៅធ្វើការតបាយកកបន្តិចតួចខ្ញុំហើយឈប់នៅផ្ទះអ៊ំទុកប្រហែលថ្ងៃហ្នឹងបងប្អូនតែ4ថ្ងៃឯងមើលបងប្អូនឡើងគីឡូមកឡើងហើមព្រុលទៀតហើយនៅផ្ទះទាំងហូបបានហូបនឹងទៀងពេលបើទៅធ្វើការអញ្ចឹងអត់ជូនបាយកកព្រឹកជូនក៏អត់ទៅខ្ញុំទៅធ្វើការអញ្ចឹងបងប្អូនហូបទឹកក្តៅអញ្ចឹងណាតែបើនៅផ្ទះបងប្អូនឲ្យពំភ្លេចធ្នើអត់បានទេម៉ោង8ម៉ោង9ចាប់ផ្ដើមហូបអីព្រឹកដល់ពេលម៉ោង10ចាប់ផ្ដើមនឹកគ្នាអីទៀតចាប់ផ្ដើមល្ងាចឡើងថាអត់ហូបទេត្រូវតែមានអីហូបទៀតបងប្អូននៅផ្ទះឃ្លានរហូតហ្មងចាបើចូលធ្វើការបាត់មកអត់ទៅអីបងប្អូនគាត់នៅផ្ទះ4ថ្ងៃហ្នឹងឡើង3គីឡូខ្ញុំមិនដឹងថាបងប្អូនមិនតែខ្ញុំសាច់ធូរមហាហើយឥឡូវនិយាយបន្តបងប្អូនខទៅឆ្លុំបន្តទៀតហើយខទៅឆ្លុយបងប្អូនកុំភ្លេចរឿងក្តាប់ស្វាយចាក្តាប់ស្វាយយើងសាប់ដាក់ចឹងមកហើយពីប៉ោះខអាលួយចឹងមកហើយបើខទៅឆ្លុយបងប្អូនខភ្លាមហូបភ្លាមអត់ទៅឆ្ងាញ់ទេតើខទុកមកយប់ចឹងឲ្យងុំចឹងព្រឹកឡើងយើងកម្ដៅមកពុះទៀតចឹងណាចាអត់មានក្លិនឆ្អាបទាំងអស់បងប្អូនសាកធ្វើហូបតាមជឿខ្ញុំតែថាខ្ញុំធ្លាប់ធ្វើហូប2 ដងដែរចឹងណាបងប្អូនហើយខទៅឆ្លុយនេះដាក់ម្រេចរៀងហិលតិចចាបច្ចៈដាក់ឲ្យហិលខ្ទឹមមកច្រើនអញ្ចឹងបានឆ្ងាញ់ហើយខ្ញុំបើធ្វើការអញ្ចឹងបងប្អូនបើអត់មានដូចថាម្ហូបអីពេលព្រឹកម្ហូបសល់ពេលល្ងាចអញ្ចឹងហូបបានទៅច្រើនទេតែបើម្ហូបមានម្ហូបអញ្ចឹងហូបបាយហើយថែមទៀតដូចថាអីម្ហូបឆ្ងាញ់ជាប់មាត់ចាំមិនចង់ហូបបាយផ្ទះទេតែហូបបាយផ្ទះចេះជាប់មាត់ហើយបងប្អូនដូចខ្ញុំនិយាយអញ្ចឹងមហាសានខ្ជិលខ្ញុំខ្ជិលដល់លឺចង់ចូលធ្វើការវិញបងប្អូនឲ្យចេញឲ្យចូលឲ្យចេញថ្ងៃដំបូង